មករា79វត្តមានកងទ័ពទាំង4កងទ័ពយួនឈ្លានពានស្រុកយើងកាន់កាប់10ឆ្នាំវាបានដូចនឹងស្និទ្ធឆ្លើងពួកវាអើតឈាមម្ដាយយើងពីស្ទើរតាខ្សឹងខ្សៃយួនច្រើនណាស់ខ្មែរស្គាល់មិនអងពួកវាថាមករំដោះតែការពិតមិនអប្រឡ័យហេតុការណ៍ក៏5ខ្មែរយើងស្លាប់ទាំងយប់ថ្ងៃកងទ័ពយួនអនដេរថៃលេបទឹកដីកម្ពុជា23តុលាឆ្នាំ91អន្តរជាតិជួយឲ្យខ្មែររួមគ្នាមានកិច្ចព្រមព្រៀងមានការធានាឲ្យខ្មែរគ្រប់គ្នារស់ដោយសុខដុមសិទ្ធិបោះឆ្នោតបោះឲ្យខ្មែរឈ្នះពួកគុំមួយនឹងរូបរាងចេញពីផ្ទាំងធំបកុំចាញ់ព្រមចាញ់លំអាទួយជ្រោយំសំដាច់លើធ្វើធំទើបឈប់យំឈប់មួយគ្នាមកពីហាណូយខ្មែរសូយសែនសូយគ្រប់ពេលវេលាស្មានថាបានសុខតែត្រូវក្រុមគ្រាបន្តវេទនាក្រុមវិញគ្នាទី28កក្កដា13បោះឆ្នោតឡើងសារជាថ្មីខ្មែរជោគជ័យជាលើកទី2ពួកគុំមួយនឹងគ្រប់ខិតពតរីធានីដើម្បីប្លន់ទូនាទីក្រុមសង្គមជាតិណា